យោធាថៃប្រើប្រាស់អាវុធធុនធ្ងន់វាយប្រហារកម្ពុជាយន្តហោះចម្បាំងផ្ដាប់5មួយប្រទេសថៃបានដាក់ពូរ៉េយន្តហោះចម្បាំងផ្ដាប់5មួយដើម្បីវាយប្រហារទីតាំងយោធាកម្ពុជាយន្តហោះចម្បាំងផ្ដាប់5មួយផលិតនៅសហរដ្ឋអាមេរិកមានម៉ាស៊ីនតែមួយនិងមានប្រវែងប្រហែល15ម៉ែត្រជាមួយនឹងស្លាបប្រហែល9ម៉ែត្រវាមានទម្ងន់9,000 គីឡូក្រាមនៅពេលទទេនិងមានល្បឿនអតិបរមាម៉ែខែលពីប្រហែល200 គីឡូម៉ែត្រក្នុង1ម៉ោងវាអាចផ្ទុកគ្រាប់បែកមីស៊ីលនិងធុងប្រេងឥន្ធនៈខាងក្រៅយ៉ាងច្រើនវាមានល្បឿនអតិបរមាខ្ពស់ចម្ងាយវាយប្រហារច្រើននិងសមត្ថភាពក្នុងការដំណើរការនៅរយៈកម្ពស់ខ្ពស់ជាពិសេសវាអាចផ្ទុកអាវុធគីមីនិងរីករាលដាលទៅកាន់តំបន់ជាច្រើនប្រទេសថៃប្រើប្រាស់អាវុធធុនធ្ងន់នេះនៅក្នុងចំនួនព្រំដែនវាមានសមត្ថភាពបំផ្លាញប្រាសាទនិងសម្លាប់ជនស៊ីវិលខណៈដែលអាវុធរបស់កម្ពុជាមានកម្រិតជាងបច្ចេកវិទ្យាយន្តហោះខ្មែរមនុស្សបាក់បច្ចេកវិទ្យាយន្តហោះខ្មែរមនុស្សបាក់នៅក្នុងយោធាបានបង្ហាញពីប្រសិទ្ធភាពគួរឲ្យកត់សម្គាល់នៅក្នុងប្រតិបត្តិការឆ្លុះបញ្ចាំងការនិងប្រយុទ្ធយន្តហោះខ្មែរមនុស្សបាក់ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់យោធាជាមួយនឹងសមត្ថភាពអេស្ទែរដូចជាការស៊ើបការសម្ងាត់ការឃ្លាំមើលការទទួលបានគោលដៅនិងការឆ្លុះបញ្ចាំងការមានយន្តហោះខ្មែរមនុស្សបាក់សំខាន់ពីរប្រភេទដែលជនជាតិថៃប្រើប្រាស់នៅក្នុងចំនួននេះទី1យន្តហោះខ្មែរមនុស្សបាក់261មានសមត្ថភាពផ្ទុកទម្ងន់បាន3គីឡូក្រាមដែលមានធុងអាវុធខាងក្នុងសម្រាប់គ្រាប់បែកដែលមានភាពជាក់លាក់ខ្ពស់និងឧបករណ៍ចាប់សញ្ញាសំខាន់រួមជាមួយនឹងឧបករណ៍ចាប់សញ្ញាជាច្រើនដែលភ្ជាប់ទៅនឹងស្លាបរបស់វាយន្តហោះខ្មែរមនុស្សបាក់472មានសមត្ថភាពផ្ទុកទម្ងន់ប្រហែល9គីឡូក្រាមគ្រាប់កាំភ្លើងក្បាល261និង472របស់វាបានកំណត់គោលទៅលើទីតាំងយោធានិងកន្លែងផ្ទុកអាវុធរបស់កម្ពុជាសមត្ថភាពរបស់វាក្នុងការផ្ទុកគ្រាប់បែកមាននៅយថាវាអាចបំផ្លាញប្រាសាទកម្ពុជានិងសម្លាប់ជនស៊ីវិលអ្វីដែលសំខាន់ជាងនេះទៅទៀតវាអាចផ្ទុកអាវុធគីមីយោងតាមសាស្ត្រាចារ្យ David Hastings ដែលអ្នកស្រាវជ្រាវបានបង្កើតសមត្ថភាពក្នុងការភ្ជាប់ឧបករណ៍ផ្ទុះដែលផលិតដោយខ្លួនឯងទៅនឹងយន្តហោះខ្មែរមនុស្សបាក់ហើយពួកគេយល់ថាដំណើរការនៃការបំពាក់អាវុធដល់យន្តហោះខ្មែរមនុស្សបាក់ដើម្បីដឹកជញ្ជូនសារធាតុគីមីអាចធ្វើទៅបានតាមបច្ចេកទេសប្រទេសថៃមិនគួរប្រើយន្តហោះខ្មែរមនុស្សបាក់ប្រភេទនេះដើម្បីសម្លាប់ទីហាននិងជនស៊ីវិលទេព្រោះវាជាឧក្រិដ្ឋកម្មសង្គ្រាមនិងរំលោភច្បាប់អន្តរជាតិគ្រាប់បែកចង្កមគ្រាប់បែកចង្កមមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងគោលដៅក្នុងតំបន់ដូចជាថ្មើរជើងកាំភ្លើងធំនិងក្បួនរថយន្តដឹកទំនិញយ៉ាងណាក៏ដោយពួកវាមានភាពចម្រូងចម្រាសដោយសារតែអត្រាខ្ពស់នៃការផ្ទុះនិងហានិភ័យជាលទ្ធផលដល់ជនស៊ីវិលស្រដៀងគ្នាទៅនឹងគ្រាប់មីនដែរគ្រាប់បែកចង្កមបង្កើតជាមរតកដ៏សាហាវដែលនៅស្ថិតស្ថេរយូរអង្វែងបន្ទាប់ពីចំនួនបានបញ្ចប់គ្រាប់បែកតូចមួយចំនួនធំមិនផ្ទុះនៅពេលប៉ះគ្នាដំបូងឡើយដែលបណ្ដាលឲ្យមានសំណល់ដែលបង្ករបួសនិងស្លាប់ដោយមិនរើសមុខអស់រយៈពេលជាច្រើនឆ្នាំរហូតដល់វាត្រូវបានដកចេញនិងបន្សាបច្បាប់អន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កមពីព្រោះវានឹងត្រូវទុកចោលយូរពេកហើយសម្រាប់ជនស៊ីវិលនេះមិនមែនជារឿងត្រឹមត្រូវសម្រាប់ប្រទេសអ្នកមានឬប្រទេសអភិវឌ្ឍក្នុងការធ្វើនោះទេក្នុងការប្រើប្រាស់អាវុធប្រភេទនេះប្រឆាំងនឹងប្រទេសតូចឬទន់ខ្សោយកម្ពុជាគ្រាន់តែការពារខ្លួនពីការវាយប្រហារដោយអាវុធទំនើបទាំងនេះពីភាគីថៃតាមរយៈសកម្មភាពទាំងនេះថៃបំផ្លាញប្រាសាទកម្ពុជានិងសម្លាប់មនុស្សស្លូតត្រង់ដែលរស់នៅជិតព្រំដែនជម្លោះ